សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញ technique ពិសេសទាំង13នៅក្នុង Canva ដែលជួយការ design របស់អ្នកកាន់តែលឿននិងស្អាតដោយអ្នកអាជីពតោះទៅមើលទាំងអស់គ្នាអ្នកទាំងអស់គ្នាចង់បាន color ចេញពីរូបភាពនឹងទៅអត់អញ្ចឹងរបៀបធ្វើគឺអ្នកគ្នា click នៅលើរូបភាពនឹងបន្ទាប់មក click មកស្ដាំបន្ទាប់មករកពាក្យថា apply color to page បន្ទាប់មកចុចលើពាក្យនឹងមកអញ្ចឹង color នឹងបដូរ auto ទៅលើposter មួយហ្នឹងអញ្ចឹងបើចង់ឲ្យវាបដូរពណ៌ផ្សេងទៀតអ្នកគ្នា click មកស្ដាំបន្ទាប់មក apply color page នឹងម្ដងទៀតអញ្ចឹងពណ៌ហ្នឹងវានឹងរត់ឆ្លាស់ចុះឡើងអញ្ចឹងបើពណ៌ណាអ្នកគ្នាពេញចិត្តអ្នកគ្នាអាចលុបអានឹងចេញវិញបានអញ្ចឹងថានេះខ្ញុំចង់បាន color ចេញពី element មួយនេះអញ្ចឹងខ្ញុំ click មកស្ដាំនៅលើ element ហ្នឹងបន្ទាប់មកខ្ញុំស្វែងរកពាក្យថា apply color to the page ដដែលចុចលើវាបន្ទាប់មកយើងនឹងឃើញថាពណ៌នឹងបដូរទៅតាម element ហ្នឹងខ្ញុំមាន object 3ដែលត្រួតជាន់គ្នាអញ្ចឹងហើយខ្ញុំចង់ធ្វើការ select នៅ background ខាងក្រោយដើម្បីធ្វើការកែគឺខ្ញុំប្រមាថ select មែនទែនអញ្ចឹងដើម្បី select បានគឺយើងចុច shortcut សម្រាប់ Mac យើងចុច comment បន្ទាប់មកយើង click នៅលើ object ហ្នឹងមកបន្ទាប់មកវានឹង click ឲ្យយើងបន្ទាប់មកយើងធ្វើការដូរពណ៌ទៅអីបានហើយវិធីសាស្ត្រមួយទៀតនោះគឺបើសិនជាអ្នកគ្នាចុច comment អញ្ចឹងនៅលើ select អត់បានគឺធ្វើការចុចទៅលើ object ណាមួយមកបន្ទាប់មកយើងមើលទៅកន្លែង position បន្ទាប់មកយើងបើវាចុចចេញមកចេញអារ៉ាំងអញ្ចឹងអ្នកគ្នាចូលទៅកន្លែង layer បន្ទាប់មក select layer ណាមួយអ្នកគ្នាចង់កែបន្ទាប់មកអ្នកគ្នាកែទៅការ move object មិនថាយើង move ពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងណាជាទូទៅយើងតែងតែយកមកលើ object ទីហ្នឹងហើយបន្ទាប់មកយើងទាញសេរីសរងតាមហ្នឹងទៅឬក៏យើងធ្វើការចុច arrow ឆ្វេងស្ដាំទៅលើទៅក្រោមអញ្ចឹងណាអញ្ចឹងក្នុងការចុច arrow ទៅលើទៅក្រោមហ្នឹងដើម្បីឲ្យវាលឿនគឺយើងធ្វើការចុចshift មួយទៀតយើងចុច shift ឲ្យជាប់បន្ទាប់មកយើងធ្វើការចុច arrow ទៅលើទៅក្រោមទៅយើងឃើញថា speed របស់វា move ហ្នឹងលឿនជាងមុនហើយប្រយោជន៍របស់វាគឺវារក្សានៅតែកន្លែងដដែលអញ្ចឹងទៅអត់ពិបាកក្នុងការយើងធ្វើការសេរីឲ្យវាត្រូវកន្លែងទៀតអញ្ចឹងខ្ញុំមានពេចមួយប៉ុន្តែវាមើលទៅ simple ពេកហើយខ្ញុំចង់លេង style ឬក៏ effect អញ្ចឹងដើម្បីលេង style ឬក៏ effect អ្នកគ្នាចូលទៅកន្លែង effect ចុចលើវានឹងមកបន្ទាប់មកយើងមើលទៅលើថាយើងចង់បាន effect មួយណាដែលយើងចង់បានតែខ្ញុំចង់បាន outline ចុចលើ outline បន្ទាប់មកយើងអាចធ្វើការសេរីសរងនៃ outline ហ្នឹងខាងចង់ស្ដើងឬក្រាស់អញ្ចឹងបន្ទាប់មកយើងការបដូរពណ៌បានទៀតបើសិនជាខ្ញុំស្រឡាញ់ពណ៌ណាបន្ទាប់មកយើងបដូរមកចុចលើកន្លែង icon នេះបន្ទាប់មកយើង select color ទៅឬក៏យើងអត់ចង់បាន color ហ្នឹងទេយើងចូលកន្លែង add new color បន្ទាប់មកយើងធ្វើការទាញ color ណាដែលយើងចង់បានទៅក្នុងការ copy element ឬក៏ object ផ្សេងៗនៅក្នុង Canva គឺរាល់ដងយើងតែងតែចុចនៅលើ object ទាំងហ្នឹងមកបន្ទាប់មកយើងចុចពាក្យថា duplicate នេះបន្ទាប់មកវានឹង duplicate object ហ្នឹងប៉ុន្តែខ្ញុំមាន shortcut មួយដែលលឿនជាងនោះគឺបើសិនជាអ្នកគ្នាប្រើ Mac ចុច Command D បើសិនជា Windows ចុច Control D អញ្ចឹងវានឹងធ្វើការ copy object ហ្នឹងឲ្យយើងខ្ញុំមានផ្ទាំងកិច្ចការមួយដែលទទេហើយខ្ញុំចង់ add អក្សរបញ្ចូលនៅក្នុងហ្នឹងអញ្ចឹងជាទូទៅយើងតែងតែចូលទៅកន្លែង menu text បន្ទាប់មកយើងធ្វើការជ្រើសរើសនៅដូចជា heading text ហ្នឹងបន្ទាប់មកយើងធ្វើការពណ៌អក្សរលើហ្នឹងទៅតែយើងមាន shortcut មួយទៀតដែលលឿនជាងហ្នឹងគឺអ្នកគ្នាគ្រាន់តែចុចអក្សរ T អញ្ចឹងវានឹងចេញtext box ហ្នឹងឲ្យយើងធ្វើការសរសេរអីបានធម្មតាយើងធ្វើការបដូរ font បដូរអីបរិយាបរួម font អីគឺបានធម្មតាគឺវាលឿនជាងមុននេះគឺជា poster ដែលខ្ញុំបាន design ហើយអញ្ចឹងខ្ញុំចង់ធ្វើមួយ option ទៀតតែនៅលើ poster នឹងដដែលតែខ្ញុំចង់ copy ឬក៏ duplicate poster នឹងអញ្ចឹងខ្ញុំត្រូវចុចទៅលើប៊ូតុងខាងក្រោមនេះបន្ទាប់មកខ្ញុំធ្វើការចុចពាក្យ duplicate ជាយើងឃើញថាវាយូរអញ្ចឹងមានវិធីសាស្ត្រមួយទៀតដែលលឿនជាងនេះគឺអ្នកគ្នាចុចទៅលើ icon ហ្នឹងមកបន្ទាប់មកធ្វើការចុច Command D នៅលើ Mac ហើយ Windows ធ្វើការចុច Control D បន្ទាប់មកវានឹង duplicate នៅ page ហ្នឹងខ្ញុំមានរូបភាព2ហើយខ្ញុំចង់ធ្វើការ crop ហើយនឹងត្រឹមទំហំប្រហែលដល់ហ្នឹងឲ្យវាស្មើគ្នាអញ្ចឹងខ្ញុំធ្វើការ crop ពីលើផងពីក្រោមផងហើយទាញអានេះអញ្ចឹងទៀតអញ្ចឹងទៅវាយូរអញ្ចឹងទីសាស្ត្រដែលនិយាយជាងហ្នឹងគឺយើងត្រូវការប្រើ frame អញ្ចឹងដើម្បីប្រើ frame គឺយើងចូលទៅកន្លែង element បន្ទាប់មក search
ពាក្យថា frame ពាក្យថា frame នេះតើមកយើងនឹងឃើញកន្លែង frame នេះអញ្ចឹងវាមាន frame ច្រើនទម្រង់អញ្ចឹងខ្ញុំយកទម្រង់មួយនេះតើមកខ្ញុំធ្វើការព្រមមកវាតូចបន្តិចតើមកខ្ញុំធ្វើការអូសរូបនឹងចូលក្នុង frame នឹងអញ្ចឹងមកតើមកខ្ញុំធ្វើការ duplicate frame នឹងទៀតតើមកខ្ញុំអូសរូបនេះចូលដែរអញ្ចឹងយើងឃើញថាទម្រង់នៃរូបហ្នឹងគឺវាបាត់គ្នាមកយើងមិនចាំអូសក្របស្វែងឆ្នាំពីព្រមវាទេវាលឿនជាងមុនទីមួយនេះគឺតកតងជាមួយនឹងការធ្វើ mock up មិនថាទៅលើអាវយឺតមិនថាទៅលើបណ្ដាឬក៏ទៅលើអីផ្សេងៗទេគឺ Canva គឺមាន function មួយនឹងដែរអញ្ចឹងដើម្បីប្រើ mock up បានយើងចូលទៅកន្លែង element បន្ទាប់មកយើងអូសនៅកន្លែងខាងក្រោមនេះយើងឃើញពាក្យថា mock up អញ្ចឹងយើងចុចទៅពាក្យហ្នឹងមកតើមកយើងនឹងឃើញប្រភេទ mock up ជាច្រើនទម្រង់ដែលយើងអាចយកទៅតាមតម្រូវការដែលយើងចង់ប្រើប្រាស់អញ្ចឹងថាខ្ញុំចង់បង្កើតអាវអញ្ចឹងខ្ញុំយកទៅមួយmock up អាវមួយនេះតើមកខ្ញុំធ្វើការបរិចឲ្យវាធំតើមកខ្ញុំធ្វើការdesign ដើម្បីដាក់ចូលនៅក្នុងនេះអញ្ចឹងខ្ញុំមាន design មួយគឺតើទៅមួយផែនទីប្រទេសកម្ពុជាខ្ញុំធ្វើការចុច copy នៅលើរូបហ្នឹងបន្ទាប់មកខ្ញុំផាសនៅលើនេះ Ctrl V បន្ទាប់មកយើងរងចាំឲ្យវាច្បាស់សិនទៅអូខេហើយឃើញថាច្បាស់ហើយអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការអូសរូបអូសរូបផែនទីប្រទេសកម្ពុជារបស់យើងហ្នឹងដាក់នៅកណ្ដាលហ្នឹងមកឲ្យវាចេញយ៉ាងណានេះឃើញព្រាអញ្ចឹងមកបន្ទាប់មកយើងបលែងឡើងមកចេញរងចាំវាឲ្យវាដើរអញ្ចឹងពេលយើងអូចូលយើងឃើញថាទង់ជាតិយើងអត់បង្ហាញពេញទេអញ្ចឹងដើម្បីកែសម្រួលយើងចុចទៅលើរូបភាពហ្នឹងមកឲ្យវាចេញផ្ទាំងកន្លែងនេះតែមកយើងធ្វើការបញ្រួមឲ្យវានៅក្នុង frame ហ្នឹងមកតែមកយើងអូសវាខិតលើបន្តិចតែមកបន្ទាប់ពីយើងធ្វើការកែតម្រូវឃើញថាអូខេហើយយើងចុចពាក្យថា apply change អញ្ចឹងយើងនឹងឃើញថារូបទង់ជាតិរបស់យើងនៅលើអាវហ្នឹងវាខ្លះទៅជាអាវយឺតមួយប៉ុន្តែវាមើលទៅ simple ពេកខ្ញុំចង់លេង style ឬក៏ effect អញ្ចឹងដើម្បីលេង style ឬក៏ effect អ្នកគ្នាចូលទៅកន្លែង effect ចុចលើវានឹងមកដល់មកយើងមើលទៅលើថាយើងចង់បាន effect មួយណាដែលយើងចង់បានថាខ្ញុំចង់បាន outline ចុចលើ outline ដល់មកយើងអាចធ្វើការសារ៉េចរងនៃ outline ហ្នឹងថាចង់ស្ដើងឬក្រាស់អញ្ចឹងដល់មកយើងការបដូរពណ៌បានទៀតបើសិនជាអត់ស្រឡាញ់ពណ៌ហ្នឹងដល់មកយើងបដូរមកចុចលើកន្លែង icon នេះដល់មកយើង select color ទៅឬក៏យើងអត់ចង់បាន color ហ្នឹងទេយើងចូលកន្លែង add new color ដល់មកយើងធ្វើការទាញ color ណាដែលយើងចង់បានទៅពេលខ្ញុំបើកCanva មកខ្ញុំឃើញថាផ្ទាំងកិច្ចការរបស់ខ្ញុំវាទូចអញ្ចឹងដើម្បី zoom បានវាទូទៅយើងមិនប្រើ mouse ដើម្បីធ្វើការ zoom ឬក៏យើងទាញបន្ទាត់ខាងក្រោមនេះដើម្បី zoom វាប៉ុន្តែយើងមាន shortcut មួយទៀតដែលងាយស្រួលទាំងហ្នឹងគឺសិនជាយើងប្រើ Mac យើងចុច comment ហើយចុចសញ្ញាបូកសញ្ញាដកទៅអញ្ចឹងវាធ្វើការ zoom in zoom out ឲ្យយើងហើយបើ Windows យើងចុច Control ហើយយើងចុចសញ្ញាបូកដកទៅវានឹងធ្វើការ zoom ដូចគ្នាតែអ្នកចូលចិត្ត technique មួយណាជាងគេកុំភ្លេចសាកល្បងទាំងអស់គ្នាណាបើពេញចិត្តវីដេអូនេះសូមចុច like និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតអរគុណ